នេះនាំគ្នានិយាយពីអីហ្នឹងនេះកែគឺអាឡូមេបាត់មេខ្ញុំទៅដល់ឥឡូវហើយនេះកាតានៅជជែកគ្នាចឹងណាខ្ញុំមានការចានាងតាមើលទៅដូចជាផ្អែមរហ័សដល់ហើយណោះយើងនេះវាចំណែនអីទៅពួកយើងធម្មតាតានាងតាឯងកុំភ្លេចសោះណាថាបងសំណាងអនាគតជារបស់យើងហើយឯងមកប្រាប់យើងធ្វើអីឯងមិនប្រាប់គាត់ដល់ខ្លួនឯងទៅអើយនាងតាគឺអញ្ចឹងណាសំណាងនៅក្នុងភូមិមួយនេះសម្បូរអ្នកខ្វះខាតខ្លាំងណាស់ហើយពួកអាចោប្រៃណាវាឧស្សាហ៍ចូលទៅចាប់ក្មេងស្រីនៅក្នុងភូមិនេះខ្លាំងណាស់ហើយយើងឮមកថាប្រពន្ធឯងជាពេទ្យអីបានមេបើអញ្ចឹងឯងក៏យកប្រពន្ធឯងទៅជាមួយផងណាព្រោះថានៅក្នុងភូមិនោះសម្បូរអ្នកកាត់ជំងឺគ្រុនចាញ់គ្រុនឈាមនិងអុចស្វាយបានមិនអីទេមេចាំខ្ញុំប្រាប់គេឲ្យបើអញ្ចឹងឯងក៏ប្រញាប់ចេញទៅយប់នេះទៅណាព្រោះមេឮមកថាពួកអាចោនោះវាចេញប្លន់នៅថ្ងៃស្អែកនេះបានមេនេះពួកកូនទាំងពីរក៏ទៅទាំងយប់នោះមែនទេបានម៉ាក់បើមិនទៅទាំងយប់នេះចាត់ការពួកវាមិនតន់នោះទេបើអញ្ចឹងមើលថាគ្នាល្អណាស់កូនបានម៉ាក់បើអញ្ចឹងពួកកូនជម្រាបលាម៉ាក់ចាកូននេះតានឹងបោះសំណាងទៅណាអញ្ចេះចាំមើលណាយើងនឹងតាមទៅដែរយើងគ្មានថ្ងៃឲ្យពួកឯងមានក្តីសុខនោះទេឈប់អាសនានេះយើងត្រូវឆ្លងអូនទៅមែនទេមែនឯងព្រោះថាមើលទៅដូចជាគ្មានទុំអ្នកភូមិនោះទេបើត្រូវឆ្លងអូពិតមែនយើងជាមនុស្សប្រុសមិនអីនោះទេចុះតាអាចទៅកើតអត់ពួកបងទៅបានខ្ញុំក៏ទៅបានដូចគ្នាច្បាស់អូនថានឹងឯងទៅបាននេះលំបាកហើយណាឲ្យខ្ញុំសុំទោសផងដែលនាំអ្នកនាងមកលំបាកជាមួយពួកខ្ញុំមិនអីនោះទេខ្ញុំជាអ្នកស្ម័គ្រចិត្តមែនតាធ្វើមកតែខ្ញុំនឹងមិនដែលលំបាកអញ្ចឹងខ្ញុំប្រាប់ទៅចាណាតែខ្ញុំធ្វើប៉ាស្ម័គ្រចិត្តខ្ញុំលំបាកជាងនឹងរាប់រយដងទៀតណោះថាម៉េចនេះអន្តាធ្លាប់ធ្វើជាប៉ាស្ម័គ្រចិត្តដែរហ៎ស្ដាប់សំឡេងទៅដូចជាប្រហែលអូចាំបានហើយអន្តាហ្នឹងមែនទេជាអ្នកព្យាបាលឲ្យសំណាងពេលដែលត្រូវចោលចាងមែនហើយគឺជាខ្ញុំនឹងហើយថាម៉េចជាអ្នកនាងមិនក៏មិនប្រាប់ខ្ញុំតាំងពីដំបូងថាអ្នកនាងជាអ្នកជួយព្យាបាលខ្ញុំមកពីលោកមកសួរនោះណាតែបានជាខ្ញុំមិនបានប្រាប់ប៉ុន្មានអាខ្នាងមកពីឯងនេះមិនបានសួរហ្នឹងណាបានហើយបញ្ញាប់ធ្វើដំណើរទៅប្រយ័ត្នចោលនោះវាចូលចិត្តកាន់អ្នកភូមិណាមកឈំខ្ញុំអរគុណហើយណាអរគុណធ្វើអីរឿងហូយូហើយនេះនាងតានឹងបោះសំណាងទៅណាអញ្ចេះឬមួយក៏ទៅក្រៀបទៅខ្មុំមកឲ្យកបោម្នាក់មកអើយអាសនានេះទឹកហូរខ្លាំងណាស់ពួកយើងអាចឆ្លងរួចដែរអីការរើមិនកានក៏ទៅសាកមើលសិនទៅដឹងអ្នកទាំងពីរនៅទីនេះទៅណាអត់បញ្ហាយើងផ្ញើតាផងអើយអាសនានេះកំប្រឹងណាស់តែឯងចង់ឆ្លងទឹកទៅមុនមែនឯងបើកាត់អីឲ្យកាត់ទៅយើងទៅចោលឆោកំណាងថាឯងក៏លោកនិយាយអញ្ចឹងខ្ញុំនឹងបងសង្ហាបារម្ភពីលោកណាខ្ញុំគិតថាពួកយើងគួរត្រូវកន្លែងណាដែលគ្មានទឹកហូរខ្លាំងបែបនេះទៅតែបើពួកយើងរវល់តរិញរិចខ្ញុំបែបនេះអ្នកភូមិប្រកាសจะចាំពួកយើងជាមិនខានយល់ល្អពួកយើងឆ្លងទីនេះតែម្ដងទៅមិនអីទេខ្ញុំថាមិនអីគឺមិនអីហើយតាកុំបារម្ភអីណា